Radio Free Asia នៅខេត្តឃ្លាំងនៃទឹកដីកម្ពុជាក្រោមឯនោះវិញពលរដ្ឋខ្មែរនៅទីនោះក៏បានប្រារព្ធពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែរយៈពេល2ថ្ងៃគឺធ្វើនៅថ្ងៃទី16ខែវិច្ឆិកានេះនិងដល់ថ្ងៃស្អែកថ្ងៃទី17ខែវិច្ឆិកាបាទលោកជុនច័ន្ទបុតដែលបានទៅទស្សនាពិធីបុណ្យអុំទូកនៅខេត្តឃ្លាំងនោះមានសេចក្តីរាយការណ៍មួយពីទីនោះបាទជំរាបសួរលោកជុនច័ន្ទបុតបាទជំរាបសួរលោកបានវិជាបាទលោកច័ន្ទបុតទៅដល់ខេត្តឃ្លាំងនេះមានការទទួលយ៉ាងណាខ្លះពីសំណាក់បងប្អូននៅទីនោះបាទប្រជាពលរដ្ឋខ្មែរពីស្រុកដែលនៅក្បែរនឹងខេត្តក្បែរនឹងមានខេត្តលង្ហោខេត្តទឹកខ្មៅខេត្តឃ្លាំងគុលលាវខេត្តព្រះសីហនុជាដើមនឹងនាំគ្នាយកទូកមកដើម្បីប៉ុណ្ណឹងប្រជែងគ្នានៅលើទន្លេបាសាក់ដែលភាសាវៀតណាមហៅថាទន្លេគូឡុងបាទហើយពួកគាត់មានការរាក់ទាក់ណាស់ចំពោះប្រជាពលរដ្ឋខ្មែរនេះឯងហើយជាពិសេសនៅពេលដែលយើងឃើញខ្មែរដែលមកពីតំបន់កណ្ដាលបាទមកពីខេត្តជុំវិញនឹង5-6ខេត្តហើយទូកដែលយកមកតំណាំងនឹងមានចំនួន62ទូកហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺថានៅទីនេះគេមិនហៅថាពិធីតំណាំងទូកទេគេហៅថាពិធីមហោស្រពលយប្រទីបទៅវិញពេលតែមានទូកដូចខ្ញុំបានជម្រាបចឹងមានដល់តែ62ទូកបានចូលមករួមក្នុងពិធីប្រឡងតំណាំងទូកនេះអ្វីដែលខ្ញុំបានឃើញហើយប្លែកពីពិធីដែលយើងបានរៀបចំនៅឯតំបន់កណ្ដាលនោះគឺថាឈ្មោះទូកជាពិសេសឈ្មោះទូកនៅឯខាងលើនោះច្រើនថារឹកជីសែនជ័យឬមួយពូសែនជ័យអីជាដើមនៅទីនេះគេយកឈ្មោះវត្តដើម្បីយកមកដាក់ទូកទៅវិញឧទាហរណ៍ថាបើសិនជាទូកនឹងមកពីវត្តសុផាន់រាំងសីហើយមកពីតំបន់កញ្ចាប់ថ្មីគេហៅថាសុផាន់រាំងសីបឹងកញ្ចាប់ថ្មីឬមួយក៏មកពីផាត់មង្គលធិបតីគេហៅទូកនឹងថាមង្គលធិបតីបឹងកញ្ចាប់ចាស់ឬបឹងកញ្ចាប់ថ្មីអីជាដើមឬមួយគេហៅថាទូកសាលាបល័យឬទូកទំនប់តាមឈ្មោះរបស់វត្តដែលឧបត្ថម្ភទូកនឹងមកតែម្ដងចំពោះពេលនេះវាយកដល់ទៅហើយគឺទៅចាប់ផ្ដើមលយប្រទីបដែរប្រទីបនៅទីនេះក៏ខុសពីប្រទីបនៅការហែនៅកណ្ដាលនោះដែរពីព្រោះថានៅឯតំបន់កណ្ដាលយើងឯនោះប្រទីបតែតំណាងសមិទ្ធផលនៃក្រសួងនានាមានប្រទីបរបស់ក្រសួងកសិកម្មប្រទីបរបស់ក្រសួងការបរទេសអីជាដើមនៅទីនេះក៏មិនខុសពីទូកដែរប្រទីបគឺតំណាងឲ្យវត្តនីមួយៗទៅវិញគឺគេរៀបចំជារបៀបរូបវត្តមានភ្លើងព្រោងព្រាតហើយមានដាក់រូបព្រះនៅកណ្ដាលអីចឹងទៅក៏ប៉ុន្តែគេមិនភ្លេចទេគឺនៅមុខទូកនីមួយៗតែងតែមានលម្អដោយរូបលោកប្រធានហូជីមិញដែលជាអ្នកដឹកនាំអតីតអ្នកដឹកនាំនៃប្រទេសវៀតណាមនេះបាទនៅក្បែរខ្ញុំនេះគឺមានលោកម្នាក់គឺឈ្មោះលោកសើកយើងខ្ញុំនឹងជម្រាបសួរគាត់ថាតើហេតុអីបានជាប្រទីបនីមួយបានតាំងរូបលោកហូជីមិញយ៉ាងបាទសូមជឿបាទអញ្ចឹងបាទពេលថារឿងថាអង្គប្រតិបមួយគឺថាមានការដែលលោកអ៊ំកាត់បានដែលជួយស្រោចស្រង់នៅសណ្ដោះសណ្ដាននៅគឺថានៅពុទ្ធបរិស័ទរួមបានចូលមកបានដែលកកបានរស់រៀងមានជីវិតដែលមានជីវិតដ៏ថ្លៃថ្លាក្នុងឱកាសនេះហើយយើងខ្ញុំបាទនៅជាគណៈកម្មការអង្គប្រតិបនីមួយដើម្បីថារំលឹកនឹកគុណដល់លោកអ៊ំបានដល់សេចក្តីសុខបានមកដល់ផ្ដល់ជីវិតយើងខ្ញុំបានរស់នៅថងហើយនឹងសូមអរគុណអញ្ចឹងមិនមែនមានន័យថាគេតម្រូវឲ្យត្រូវតែតាំងរូបលោកហូជីមិញទេបាទណាទៅត្រាថាតាំងនៅរូបលោកអ៊ំទេគេព្រោះថាយើងខ្ញុំបាទមានការគេដំណើរនៅលោកអ៊ំបាននៅសល់គេដំណើរទុកឲ្យប្រទេសសន្តិភាពយើងខ្ញុំបាននឹងរំលឹកគុណអ៊ំតែប៉ុណ្ណោះអ្វីដែលធ្វើនៅទីនេះគឺថាមានភាពអកធិកសម្បើមណាស់ពីព្រោះក្រៅតែពីការមានការលយប្រទីបហើយនឹងការបណ្ណាំងទូកនេះជាដើមគឺមានពិធីដទៃទៀតឧទាហរណ៍ថាជាពិធីបង្ហាញម៉ូដសម្លៀកបំពាក់រវាង3ជនជាតិដែលជនជាតិខ្មែរជនជាតិវៀតណាមជនជាតិចិនមានការប្រឡងឆាយ៉ាំមានការសម្ដែងពីគេល្ខោនបាសាក់មានការតាំងពិព័រណ៍សម្លៀកបំពាក់និងវត្ថុខ្មែរអីជាដើមហើយក្រៅពីនឹងទៀតគេនៅមានលេងល្បែងដទៃទៀតដែលយើងកម្រឃើញលេងនៅក្នុងសេរីពិធីបុណ្យអុំទូកហ្នឹងដូចជាមានល្បែងវាឆ្នាំងទាញព្រាត់អីជាដើមហើយក្រៅពីនោះក៏គេមានការប្រឡងធ្វើម្ហូបខ្មែរដែរបាទ